មាត្រា1ច្បាប់ទូទៅនៃនីតិឯកជនក្រមនេះបញ្ញត្តិអំពីគោលបំណងទូទៅដែលទាក់ទងទៅនឹងទំនាក់ទំនងកតញ្ញុត្តផ្នែករដ្ឋប្រវេណីបទបញ្ញត្តិនៃក្រមរដ្ឋប្រវេណីនេះត្រូវយកមកអនុវត្តចំពោះទំនាក់ទំនងទ្រព្យសម្បត្តិនិងទំនាក់ទំនងញាតិលើកលែងតែមានកំណត់ផ្សេងនៅក្នុងច្បាប់ពិសេសមាត្រា2គោលការណ៍ជាមូលដ្ឋានក្រមនេះកំណត់អំពីគោលការណ៍នៃការធានាសេចក្តីថ្លៃថ្នូររបស់បុគ្គលភាពស្មើគ្នារបស់បុរសនារីនិងសិទ្ធិលើទ្រព្យសម្បត្តិដែលត្រូវបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញមាត្រា3គោលការណ៍ស្វ័យភាពនៃបុគ្គលឯកជនក្រមនេះគោរពនៅសេរីភាពនៃឆន្ទៈរបស់បុគ្គលនិងបញ្ញត្តិអំពីទំនាក់ទំនងកតញ្ញុត្តប្រកបដោយសមភាពរវាងបុគ្គលឯកជនដោយរួមបញ្ចូលទាំងនីតិបុគ្គលនីតិបុគ្គលសាធារណៈដែលនៅក្នុងទំនាក់ទំនងនៃការជួញដូរត្រូវចាត់ទុកថាជាបុគ្គលឯកជនមាត្រា4ការហាមឃាត់មិនឲ្យប្រើប្រាស់សិទ្ធិដោយបំពានទោះបីជាសិទ្ធិក៏ដោយក៏ពុំត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដោយបំពានឡើយនៅក្នុងករណីដែលបានប្រើប្រាស់សិទ្ធិដោយបំពានហួសពីទំហំនៃការការពារដែលត្រូវបានបញ្ញត្តិទុកមិនអាចទទួលស្គាល់អានុភាពនៃការប្រើប្រាស់សិទ្ធិនោះឡើយមាត្រា5គោលការណ៍នៃភាពសុចរិតនិងភាពស្មោះត្រង់ការប្រើសិទ្ធិនិងការអនុវត្តករណីយកិច្ចត្រូវធ្វើឡើងដោយសុចរិតផ្អែកតាមភាពស្មោះត្រង់